Mẹ phơi bằng phong nọ kia ngàyนี้ngày tỷ đập pí khai đập mùiนี่ជាស្ថានភាពតរ៉េនមុនយើងស្រោចថ្នាំព្យាបាលអញ្ចឹងពេលដែលស្រោចថ្នាំព្យាបាលប្រព័ន្ធឬហើយខ្ញុំនឹងថតឲ្យបងប្អូនអ្នកគ្នាមើលទៀតបាទអញ្ចឹងតរ៉េននេះបញ្ហាដែលខ្ញុំឆែកមើលនៅនឹងរឹសវាលើកមុនបាទគឺអាលៀករឹសធ្ងន់ធ្ងរខ្មៅស្អុយរឹសណាហើយយើងមើលតាមសន្តានលើស្លឹកគឺថាមានអុចពណ៌ខ្មៅបាទហើយរង្វង់ពណ៌លឿងជំវិញស្លឹកហើយស្លឹកនេះប្រែជាលឿងសឹងតែគ្រប់ស្លឹកតែម្ដងបាទអញ្ចឹងវាបញ្ហាលាករឹសធ្ងន់ធ្ងរហើយយើងត្រូវការស្រោចព្យាបាលសិនបន្ទាប់មកបានយើងបាញ់នៅខាងលើស្លឹកអញ្ចឹងថ្នាំដែលយើងស្រោចព្យាបាលឥឡូវកសិករគាត់បានទិញមកហើយបាទមានយូមេកាលី Gen Up ហើយ Solvigo ហើយនិង Fulu បាទអញ្ចឹងយើងស្រោចជើងទី1គាត់ចាប់ផ្ដើមស្រោចនៅថ្ងៃស្អែកបងប្អូនបាទអញ្ចឹងស្ថានភាពដើមនេះគឺកំពុងតែមានបញ្ហាជំងឺធ្ងន់ធ្ងរហើយខ្ញុំថតនេះថ្ងៃទី12អញ្ចឹងស្អែកថ្ងៃទី13គាត់ចាប់ផ្ដើមស្រោចបងប្អូនបាទនេះសើត្រេនគាត់បាទហើយសើដើមអញ្ចឹងដូចគ្នាអញ្ចឹងបាទនេះខាងនោះទៀតសើលឿងលើស្លឹកសន្តានដូចដែរខ្ញុំថតគៀកជូនបងប្អូនមិញហ្នឹងបាទអរគុណបងប្អូនអរគ្នាឥឡូវចាំពេលដែលព្យាបាលហើយខ្ញុំនឹងមកតាមដានមើលដើម្បីធ្វើវីដេអូជូនបងប្អូនអរគ្នាទស្សនាទៀតអរគុណជំរាបលាជួបគ្នានៅវីដេអូបន្ទាប់